អាយ៉ាបងប្អូនមិនទាន់ទាំងបានជួបគ្នានៅសង្វៀនផងប៉ុន្តែពាក្យសម្ដីឌឺដងផ្លែផ្ការរវាងហុងសវណ្ណច័ន្ទសទ្ធីជាមួយនឹងធនមីហុងហាក់ឡើងកម្ដៅហើយដោយក្នុងនោះហុងសវណ្ណច័ន្ទសទ្ធីដែលជាសិស្សគុណរបស់ក្លឹបទ័ពពិសេស911នោះបានបោះពាក្យសម្ដីថារវាងធនមីហុងនិងធនស៊ីហុងម្នាក់ណាក៏បានដែរជាមួយគ្នានោះដោយមិនចាំយូរតាមរយៈការសម្ភាសរបស់ admin ប្រដាល់គឺធនស៊ីហុងបានឆ្លើយតបទៅវិញភ្លាមៗថាតែក្រវ៉ាត់ពាក់លើស្មានោះត្រូវរក្សាឲ្យបានមិនបាច់ទាន់ដល់វេនប៉ះនឹងធនមិញហុងទេត្រឹមខ្លួនសិនក៏បានដែរដែលការបោះពាក្យសម្ដីផ្លែផ្ការវាងអ្នកទាំងពីរនេះហាក់ធ្វើឲ្យការប្រកួតការពារខ្សែក្រវ៉ាត់នេះកាន់តែមានភាពតាក់ទាញមួយកម្រិតទៀតចុះចំពោះបងប្អូនវិញយល់ថាការប្រកួតនេះតើរវាងហុងសវណ្ណច័ន្ទសទ្ធីអាចការពារខ្សែក្រវ៉ាត់បានឬទេឬក៏ធនស៊ីហុងជាអ្នកដណ្ដើមយកទៅពាក់លើស្មាវិញម្ដងបើរំលឹកអំពីប្រវត្តិជួបគ្នាគឺអ្នកទាំងពីរនេះធ្លាប់ជួបគ្នាម្ដងរួចមកហើយកាលពីអំឡុងឆ្នាំ2022នោះបងប្អូនដោយការនោះគឺហុងសវណ្ណច័ន្ទសទ្ធីបានវាយឲ្យធនស៊ីហុងរាប់ដល់ទៅ2ដងក្នុងមួយទឹកប៉ុន្តែអ្វីដែលធ្វើឲ្យប្រិមិត្តបងប្អូនអ្នកគ្រប់គ្រងមានការភ្ញាក់ផ្អើលនោះគឺហុងសវណ្ណច័ន្ទសទ្ធីបែរជាសន្លប់ក្រោមស្នាដៃរបស់ធនស៊ីហុងទៅវិញតែទោះជាបែបនេះក្តីសម្រាប់ការប្រកួតមួយរយៈចុងក្រោយនេះគឺទាំងហុងសវណ្ណច័ន្ទសទ្ធីគឺសុទ្ធតែមានការឡើងកម្រិតរៀងៗខ្លួនដូច្នេះសម្រាប់ការប្រកួតនាថ្ងៃខាងមុខយើងមានតែចាំតាមដានទាំងអស់គ្នាថាតើរវាងហុងសវណ្ណច័ន្ទសទ្ធីនិងធនស៊ីហុងអ្នកណានឹងក្លាយជាម្ចាស់ខ្សែក្រវ៉ាត់